ខ្ញុំជាផ្លែក្រូចខ្ញុំមានរសជាតិឆ្ងាញ់និងផ្ដល់ភាពស្រស់ស្រាយប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងផ្ដល់នូវអត្ថប្រយោជន៍សុខភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់រាងកាយរបស់យើងផងដែរខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់នៃផ្លែក្រូច 1. ពង្រឹងប្រព័ន្ធភាពស៊ាំផ្លែក្រូចសម្បូរទៅដោយវីតាមីន K ដែលជួយជំរុញផលិតកម្មកោសិកាឈាមដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនិងបាក់តេរីជួយឲ្យអ្នកមិនងាយឈឺឬឆាប់ជាសះស្បើយពីជំងឺផ្ដាសាយ 2. ជំនួយដល់សុខភាពស្បែកវីតាមីន K ដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត collagen ដែលជួយឲ្យស្បែកមានភាពតឹងណែនកាត់បន្ថយស្នាមជ្រីវជ្រួញនិងការពារស្បែកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យនិងការបំពុលផ្សេង 3. ជំនួយដល់ប្រព័ន្ធរំលាយអាហារជាតិសរសៃ fiber នៅក្នុងផ្លែក្រូចជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អបង្ការបញ្ហាទល់លាមកនិងជួយរក្សាសុខភាពពោះវៀនឲ្យមានតុល្យភាព 4. ការពារសុខភាពបេះដូងសារធាតុប៉ូតាស្យូមនិងជាតិសរសៃនៅក្នុងក្រូចជួយកាត់បន្ថយសម្ពាធឈាមនិងកម្រិតកូលេស្តេរ៉ុលអាក្រក់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងដាច់សរសៃឈាមខួរក្បាល 5. ប្រឆាំងនឹងរ៉ាឌីកាល់សេរីផ្លែក្រូចមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជួយការពារកោសិកាក្នុងរាងកាយពីការខូចខាតនិងអាចកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនរួមទាំងជំងឺមហារីកផងដែរ 5. ជំនួយដល់ការស្រូបយកជាតិដែកការទទួលទានផ្លែក្រូចជាមួយអាហារដែលសម្បូរជាតិដែកដូចជាសាច់ឬបន្លែបៃតងនឹងជួយឲ្យរាងកាយស្រូបយកជាតិដែកបានកាន់តែប្រសើរដែលបង្ការកុំឲ្យមានសភាពស្លេកស្លាំងចំណាំទោះបីជាវាមានប្រយោជន៍ខ្លាំងក៏មិនគួរទទួលទានច្រើនហួសប្រមាណដែរព្រោះវាមានជាតិអាស៊ីតដែលអាចធ្វើឲ្យប៉ះពាល់ដល់ធ្មេញឬក្រពះចំពោះអ្នកដែលមានបញ្ហាសើបយកល្អគួរទទួលទានផ្លែក្រូចទាំងមូលជាជាងការផឹកទឹកក្រូចកំប៉ុងដែលមានជាតិស្ករខ្ពស់